ដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់ជាធម៌មាននៅឡើយព្រះអង្គបានប្រកាសសម្ដែងព្រះធម៌ដែលញ៉ាំងឲ្យបុគ្គលគ្រប់ភេទគ្រប់វ័យគ្រប់វណ្ណៈឧទ្ទិសខ្លួនចូលមកកាន់ព្រះធម្មវិន័យដែលជាផ្លូវកណ្ដាលដូចមានពុទ្ធវចនៈដូចនេះថាផ្លូវគឺអថង្គិកមនោឈ្មោះថាជាផ្លូវត្រង់ទិសគឺព្រះនិព្វាននោឈ្មោះថាជាទិសគ្មានភ័យរត់គឺអថង្គិកមៈឈ្មោះថាជារត់មិនលឺសូរប្រកបដោយកង់គឺធម៌បានដល់សេចក្តីព្យាយាមដោយកាយនិងចិត្តហិរិនិងអោតបៈជាត្រពងនៃរត់នោះសតិជាព្រាត់ជ្រាមនៃរត់នោះតថាគតពោលថាធម៌គឺលោកុត្តរមគ្គជាសារថីមានសមាទិដ្ឋិជាសន្ទុះទៅខាងមុខជនណាទោះស្រីឬប្រុសបានយានបែបនោះហើយជននោះឯងនឹងដល់នៅទីជិតនៃព្រះនិព្វានដោយយាននោះមិនខាននៅសម័យពុទ្ធកាលសង្គមឥណ្ឌាបុរាណផ្ដល់ឋានៈស្ត្រីទាបជាងបុរសយ៉ាងជាក់ច្បាស់មុខងារតួនាទីជាច្រើនផ្នែកសាសនានិងការសិក្សាបើកទូលាយសម្រាប់តែបុរសប៉ុណ្ណោះប៉ុន្តែការឧបដឹកឡើងនៃព្រះពុទ្ធជាម្ចាស់បាននាំយកទស្សនៈដ៏ជ្រាលជ្រៅនិងដើរលឿនជាងយុគសម័យចូលទៅផ្លាស់ប្ដូរផ្នត់គំនិតរបស់សង្គមព្រះអង្គទ្រង់ប្រកាសយ៉ាងច្បាស់ថាមនុស្សគ្រប់គ្នាមិនថាប្រុសឬស្រីគឺសុទ្ធតែមានសិទ្ធិសមត្ថភាពនិងសក្តានុពលស្មើគ្នាក្នុងការសម្រេចធម៌ការរួចផុតចាកទុក្ខវាមិនអាស្រ័យនៅលើភេទឡើយតែអាស្រ័យនៅលើការបដិបត្តិសិលសមាធិនិងបញ្ញានេះគឺជាផ្នត់គំនិតឈានមុខនៅក្នុងបរិបទរបស់សង្គមបុរាណហេតុការណ៍សំខាន់ដែលឆ្លុះបង្ហាញពីសមភាពឬភាពស្មើគ្នាគឺព្រះពុទ្ធអង្គទ្រង់បានអនុញ្ញាតឲ្យស្ត្រីឧបសម្បទាជាភិក្ខុនីដោយមានព្រះនាងមហាបជាបតិគោតមីព្រមទាំងស្ត្រីអភិជន500រូបចូលបួសក្នុងពុទ្ធសាសនាជាការបួសដំបូងបំផុតបើទោះបីមានលក្ខខណ្ឌផ្នែកវិន័យខ្លះក៏ដោយតែការបើកឱកាសឲ្យស្ត្រីបានសាងភ្នោះជាបព្វជិតគឺជាការទទួលស្គាល់ថាស្ត្រីក៏អាចញ៉ាំងដំណើរជីវិតផ្នែកចិត្តវិញ្ញាណនិងអាចសម្រេចធម៌ជាព្រះអរហន្តីដូចបុរសបានដែរព្រះពុទ្ធបរមគ្រូទ្រង់បានតែងតាំងព្រះនាងខេមាថេរីដែលជាអេតតិកៈខាងមានបញ្ញាលើភិក្ខុនីទាំងឡាយជាអគ្គសាវិកាស្ដាំនិងបានតែងតាំងព្រះនាងឧបលវណ្ណាដែលជាអេតតិកៈខាងមានឫទ្ធិច្រើនលើភិក្ខុនីទាំងឡាយជាអគ្គសាវិកាឆ្វេងហើយទ្រង់ថែមទាំងបានប្រកាសតែងតាំងភិក្ខុនីជាច្រើនរូបទៀតនៅតំណែងជាអេតតិកៈក្នុងផ្នែកផ្សេងទៅតាមជំនាញផងដែរព្រះអង្គបានប្រកាសពីបរិស័ទទាំង4ដែលជាអ្នកទទួលខុសត្រូវធ្វើឲ្យពុទ្ធសាសនារុងរឿងឬសាបសូន្យគឺភិក្ខុភិក្ខុនីឧបាសកឧបាសិកាដែលបង្ហាញពីភាពស្មើគ្នារវាងស្ត្រីនិងបុរសនៅក្នុងកិច្ចការសង្គមនាងបដាចាដែលមានវិបត្តិធ្ងន់ធ្ងរគ្របសង្កត់រហូតបាត់បង់ស្មារតីនាងកុណ្ឌលកេសីត្រូវប្តីនាំទៅសម្លាប់នាងកេសាគោតមីត្រូវទុកសោកគ្របសង្កត់ដោយសារកូនស្លាប់លក្ខនិងលក្ខសុទ្ធតែត្រូវបានព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ទេសនាប្រោសរហូតមានស្មារតីឡើងវិញនិងបានចូលបួសជាភិក្ខុនីបានសម្រេចធម៌ជាន់ខ្ពស់
និងមានការគោរពពីសង្គមទៀតផងនាងអំពៈបាលីជាស្ត្រីផ្កាមាសប្រចាំនគរវេសាលីត្រូវបានព្រះពុទ្ធយាងទៅទទួលចង្ហាន់ដល់ផ្ទះទោះបីមានការប្រកួតប្រជែងចង់យាងព្រះអង្គពីសំណាក់ពួកស្ដេចលិច្ឆវីក៏ព្រះពុទ្ធអង្គមិនបដូរព្រះទ័យដែរទីបំផុតនាងអំពៈបាលីមានសទ្ធាជ្រះថ្លាបានបរិច្ចាគឧទ្យានចំការស្វាយដ៏ធំមួយថ្វាយទុកជាអារាមក្នុងព្រះសាសនាដែលយើងស្គាល់ថាវត្តអំពវ័នព្រះនាងសង្ឃមេត្តាជាបុត្រីរបស់ស្ដេចអសោកមហារាជនៃប្រទេសឥណ្ឌាបានបួសជាភិក្ខុនីហើយបាននាំយកកូនមហាពោធិព្រឹក្សពីកន្លែងដែលព្រះពុទ្ធត្រាស់ដឹងទៅដាំនៅកោះលង្កាបាននាំព្រះពុទ្ធសាសនាទៅផ្សាយនៅទីនោះនិងបានបំបួសស្ត្រីនៅកោះលង្កាឲ្យคล้ายជាភិក្ខុនីជាច្រើនរូបផងដែរនៅក្នុងព្រះត្រៃបិដកមានប្រកាសរឿងរ៉ាវរបស់ព្រះថេរីដែលជាអ្នកសម្រេចធម៌ជាច្រើនអង្គព្រះគាថារបស់ភិក្ខុនីក្នុងថេរីគាថាគឺជាភស្តុតាងសំខាន់ដែលបង្ហាញអំពីបញ្ញាភាពរឹងមាំនិងបទពិសោធន៍ផ្លូវធម៌របស់ស្ត្រីនៅក្នុងយុគសម័យនោះហេតុដូច្នោះបើទោះបីរចនាសម្ព័ន្ធសង្គមនៅសម័យពុទ្ធកាលមានដែនកំណត់ផ្នែកវប្បធម៌តែសម្រាប់គោលការណ៍ពុទ្ធសាសនាគឺបានកំណត់យ៉ាងច្បាស់នៅគោលគំនិតនៃសមភាពខាងចិត្តវិញ្ញាណសេចក្តីពិតដែលថាការត្រាស់ដឹងមិនត្រូវបានកំណត់ដោយភេទឡើយតែបើកចំហចំពោះមនុស្សគ្រប់រូបដែលតាំងចិត្តប្រតិបត្តិយ៉ាងពិតប្រាកដខ្ញុំឈ្មោះអ៊ុចចាន់ធូខ្ញុំបើថាគិតថានៅចំពោះអង្គសង្ឃហ្មងនៅពួកខ្ញុំចាប់ចូលពីដំបូងមកអត់តាចាំឆ្នាំណាតែគិតថាខ្ញុំចេញប្រតិបត្តិធម៌តាំងពីអាយុ53បាទអញ្ចឹងចេញមកដំបូងអត់នៅក្នុងវត្តអង្គសង្ឃនេះទេតែនៅភ្នំតាម៉ៅអញ្ចឹងករណីដូចថាវាមានវិបត្តិផ្លូវចិត្តអញ្ចឹងយើងចេញឲ្យផុតពីផ្ទះទៅឲ្យតែឆ្ងាយឲ្យឆ្ងាយផ្ទះដល់ពេលសរុបទៅគាត់ថាក្នុងវត្តអង្គសង្ឃនេះផ្ទាល់នៅប្រហែលជា3ភាសាទេផ្លូវចិត្តយើងវាពិបាកពេកទៅចោលកូនតែគណៈថាកូនហ្នឹងវាអត់មាននៅនៅអីទេ3បាច់ថែរក្សាពិបាកពោ3អីទេណាកូនធំហើយកូនវារៀនហើយកូនខ្លះក៏កូនពងរៀនកូន2កូនខ្ញុំ7នាក់កូនទី6ទី7កំពុងតែរៀនបាទកំពុងរៀនថ្នាក់ទី7ថ្នាក់ទីថ្នាក់ទី7ហ្នឹងហើយថ្នាក់ទី7ទី8ចឹងទៅដល់តែពេលក្រៅពីហ្នឹងកូនវាបានធ្វើការខ្លះកូនខ្លះក៏ធ្វើការរោងចក្រអីចឹងទៅណាបាទហើយខ្ញុំចាញ់ទៅវាធំហើយវាសំខាន់ពិបាកនៅផ្ទះនៅក្នុងគ្រួសារដល់តែចេញផុតគឺចូលដល់ក្នុងធម៌ដូចលែងមានអារម្មណ៍ថាពិបាកបបដវងមកភាសាពិបាកដែរដូចយើងមាននៅគិតកូននឹងអីចឹងណាដល់តែពេលយើងបានប្រតិបត្តិធម៌យើងស្ងប់ចិត្តជាមួយធម៌វាទៅជាសុបាយចិត្តជាមួយធម៌លែងអីអញ្ចឹងដល់ពេលដល់ពេលនៅក្នុងធម៌សុបាយចិត្តមានអារម្មណ៍ថារីករាយក្នុងចិត្តណាបានពីមុនថាពិបាកសឹងថារស់អត់បានដូចខ្ញុំនិយាយចឹងអូនថាចូលប្រតិបត្តិធម៌ទៅវាសុបាយចិត្តជាមួយធម៌បានច្រើនបានឆ្ងល់អារម្មណ៍ទី1ឆ្ងល់អារម្មណ៍ច្រើនវារីករាយជាមួយធម៌ព្រោះយើងប្រតិបត្តិធម៌អង្គលឥឡូវទៅមកឡូវដូចថាយើងវាឈឺច្រើនអង្គុយបានតិចណាបង្កល់ពីនៅអង្គុយបានច្រើនយើងចាប់យកឈានយកអីបានច្រើនវាឆ្ងល់អារម្មណ៍វាស្រួលខ្លួនក្នុងសភាវៈយើងស្គាល់ពណ៌ត្រូវច្រើនអញ្ចឹងណាយើងក្នុងសភាវៈក្នុងខ្លួនมันអាចនិយាយបានព្រោះអីអ្នកដែលមិនដែលប្រតិបត្តិមិនដឹងនិយាយអត់កើតយើងអត់អាចនិយាយបានណាក្នុងខ្លួនយើងអញ្ចឹងមានអីអារម្មណ៍នឹងស្ងប់សប្បាយជាមួយធម៌គឺរីករាយដូចអត់មានពិបាកអីទេពីដំបូងមកដែលយើងមិនទាន់ប្រតិបត្តិធម៌ដំបូងហ្នឹងយើងចាប់ពីដំបូងថាយើងអត់ទាន់ប៉ះគ្រូដល់បង្រៀនយើងស៊ីជំរឿអាហ្នឹងយើងរៀងពិបាកដែរពិបាកខ្លាំងលោកគ្រូគាត់ធ្លាប់បង្រៀនហើយគាត់ដឹងព្រោះអី
កាលណាប្រណបត្តិធម៌យើងអត់ទាន់កាលណាពីអាណាប៉ាណាប៉ាបើយើងមិនទាន់ធ្លាខ្យល់អាណាប៉ាគឺបបាក់អូនដូចអង្គុយលើភ្លើងចឹងថាដូចអង្គុយលើភ្លើងចឹងអ្នកដែលមកមិនកើតមកអត់កើតទេហើយអ្នកដែលគ្មាននិស័យអាត្រាក់3ក៏ទាញអត់បានដែរមកអត់រួចទេសំខាន់លើនិស័យចិត្តណាដល់និស័យមានចិត្តលះបង់បានដាច់គឺធ្វើកើតដែរហើយបើអត់និស័យរួមគ្នាជាមួយនិស័យហើយអត់និស័យហើយចិត្តទៀតមិនដាច់ទៀតទៅអត់រួចទេហើយឃើញគ្មានអ្នកណាអ្នកស្រុកគេគ្មានអ្នកណាថាខ្ញុំចិត្តដាច់អាចទៅរួចទេព្រោះកូនខ្ញុំ7នាក់ហើយខ្ញុំមិនមែនជាអ្នកមានអីក្របំផុតកូនធ្វើការរោងចក្រអីពិបាកអញ្ចឹងណាគេឆ្ងាយតែខ្ញុំលះបង់បាច់តែធម្មតាជីវិតអូនឯងដូចថាចកៀងទេអ្នកណាភ្លឺតែអ្នកហ្នឹងណាអញ្ចឹងតែចិត្តថាដាច់ហើយគឺដាច់លះបង់ទៅដាច់ហ្មង